តបងប្អូនមកមើលចន្ទីនេះទាំងអស់គ្នាបងប្អូនគឺចន្ទីគឺចាប់ផ្ដើមបញ្ចេញក្តឹបបានច្រើនមែនតើនេះគឺក្តឹបហើយក្តឹបចេញគឺសិតតែផ្សិតហើយនឹងចូលស្អិតហើយមកមុខហើយអាខាងនេះគឺចកម្មនេះគឺផ្លែហើយលែងក្តឹបបងប្អូននេះគឺផ្លែចន្ទីហើយប៉ុន្តែបងប្អូនមកមើលគ្រាប់គឺឡើងសិតតែក្រាមផ្សិតពណ៌សអានេះចូលជំងឺផ្សិតអង់ត្រាណូសណាបងប្អូនអញ្ចឹងសម្រាប់បញ្ហាបែបនេះចន្ទីរបស់យើងគ្រាប់នឹងអាចទៅជាទុំកដផ្លែបងប្អូនហើយខាងនេះបើអាខាងនេះគឺវាមានចូលស្អិតហើយវាឡើងទៅជាផ្សិតសតូចសម្រាប់អាផ្សិតសហ្នឹងឯងវានឹងត្រូវជាមួយនឹងកម្ដៅថ្ងៃវាឡើងទៅជាក្រាមផ្សិតខ្មៅដែរបងប្អូនអញ្ចឹងបើសិនជាវាឡើងទៅជាក្រាមផ្សិតខ្មៅបែបនេះហើយគ្រាប់ចន្ទីរបស់យើងគឺវាអត់ដាក់សាច់ទេមានថាកម្រិតសាច់ម្សៅ DC មានការធ្លាក់ចុះឬក៏គ្រាប់ចន្ទីរបស់យើងវារលកខាងក្នុងអញ្ចឹងបងស្រាបងប្អូនដែលមានផ្លែចន្ទីមានគ្រាប់ចន្ទីចេញហើយបើសិនជាមិនទាន់មានជួបបញ្ហាជាមួយនឹងអាកាសធាតុប្រែប្រួលខ្លាំងដែលបង្កឲ្យគ្រាប់ចន្ទីបងប្អូនទៅជាមានជ័រស្អិតឬក៏ផ្សិតសតូចឬក៏ចន្ទីមានក្រាមផ្សិតទេបងប្អូនអាចប្រើការពារជាមួយនឹងសមាសជាតិពីនេះតែបើសិនជាកាត់ហើយគឺបានទាំងការពារបានទាំងលាងសម្អាតទៀតដែលទី1គឺ Pro Chlorus ទី2គឺ Tebuconazole បងប្អូនអញ្ចឹងពីសមាសជាតិហ្នឹងគឺបងប្អូនត្រូវការបងប្អូនមានលក់មានតម្លៃពិសេសជូនទៀតបើបងប្អូនត្រូវការទិញឥឡូវនេះទិញ5ដបថែមជូន1ដបទិញ10ដបថែមជូន2ដប